បាទយើងដល់ពុកម៉ែបងប្អូនអស់គ្នាថ្ងៃនេះបានចុះមកតំណាងចែកចាយរបស់ក្រុមហ៊ុនហ៊ុយយុនបាទ GPN ដែលគាត់សហការយូរហើយអញ្ចឹងខ្ញុំមកដល់កន្លែងភ្នំព្រឹកយើងកំពុងតែសាងទំនុកចិត្តដល់ពុកម៉ែបងប្អូនដែលនៅប្លុកនេះថាកុំបារម្ភបើសិនអត់អាផ្ទះលេខ2ហ្នឹងក៏យើងមានផលិតផលយើងមកផ្គត់ផ្គង់ជំនួសបាទសម្រាប់ហ៊ុយយុនកំពុងតែដុតដៃដុតជើងដើម្បីធ្វើយ៉ាងម៉េចផ្គត់ផ្គង់នៅតម្រូវការរបស់ពុកម៉ែបងប្អូនក្នុងរដូវកាលនេះបាទយើងឃើញថាពុកម៉ែបងប្អូនពិតជាពលីមិនប្រើប្រាស់របស់ផ្ទះលេខ2ទោះបីជានៅតាមជីដែរនៅភ្នំព្រឹកនេះក៏ដោយគឺគាត់មិនប្រើដាច់ខាតតែម្ដងដោយសារភាពឈឺចាប់ទាំងអស់ដែលផ្ទះលេខ2បានធ្វើមកដល់លើពួកយើងបាទអញ្ចឹងសម្រាប់ហ៊ុយយុនគឺបានប្រឹងធ្វើយ៉ាងម៉េចយកផលិតផលមកដល់ទីតាំងបាទអញ្ចឹងកំពុងតែការស្ទុះការគ្រប់គ្រងខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនការដែលពលីនេះយើងខំប្រឹងទាំងអស់គ្នាដើម្បីជួយសេដ្ឋកិច្ចជាតិយើងទាំងមូលតែម្ដងបាទអញ្ចឹងបំបែកការឈឺចាប់ទាំងអស់នេះឲ្យទៅជាការរួបរวมគ្នាដើម្បីកម្លាំងប្រទេសជាតិយើងនិងសេដ្ឋកិច្ចជាតិយើងទាំងមូលតែម្ដងអញ្ចឹងនៅដេប៉ូជាងឈឿនសម្រាប់ការបដិមុខធំរបស់ពួកគាត់នេះនៅតែនេះបាទអញ្ចឹងគឺសម្រាប់ជីហ៊ុយយុនគឺយើងមានគ្រប់ប្រភេទតែម្ដងនៅកន្លែងនេះអញ្ចឹងពុកម៉ែបងប្អូនដែលនៅខាងភូមិភ្នំព្រឹកអាចអញ្ជើញមកដើម្បីមកធ្វើការគាំទ្រដល់ពួកយើងទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូនសម្រាប់ឆ្នាំនេះនឹងទទួលបានផលល្អហើយនឹងបានតម្លៃល្អនឹងផ្លាស់ប្ដូរជីវភាពហើយនឹងធ្វើឲ្យសេដ្ឋកិច្ចយើងកាន់តែខ្លាំងបាទសូមអរគុណ